ងាត់រឿងមួយចូលរឿងមួយតារាចម្រៀងញ៉ាក់ទឹកថាមានរឿងអ្វីទៀតហើយទើបតែស្ងាត់រឿងបញ្ហាអន់ចិត្តជាមួយតារាចម្រៀងមួយរូបមិនបានប្រមាណផងស្រាប់តែពេលនេះតារាចម្រៀងញ៉ាក់ទឹកថាបង្ហាប់អារម្មណ៍ប្លែកមួយទៀតធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់ជាខ្លាំងនៅល្ងាចថ្ងៃទី29ខែកញ្ញានេះតារាចម្រៀងញ៉ាក់ទឹកថាបានសរសេររៀបរាប់នៅលើ Facebook របស់ខ្លួនថា Good afternoon everyone ពេលខ្លះរឿងខ្លះកុំច្បាស់ជាងសម័យខ្លួនគេពេករឿងរបស់គេជីវិតរបស់គេកុំប្រកែកធ្វើការស្មានហើយនិយាយបង្កាច់បង្ខូចកិត្តិយសគេពេកប្រយ័ត្នតែថ្ងៃណាមួយមានរឿងដោយសារតែមាត់អត់ប្រយោជន៍ហ្នឹងទៅខំប្រឹងរកលុយចិញ្ចឹមខ្លួនឲ្យមានជីវភាពល្អជាងគេសិនចាំបោបាច់ពីគេហើយអ្នកឯងត្រូវតែធ្វើខ្លួនឲ្យល្អជាងគេសិនចាំនិយាយពីគេអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់បន្ទាប់ពីបានឃើញតារាចម្រៀងញ៉ាក់ទឹកថាបង្ហោះសារបែបនេះបើតាមប្រភពព័ត៌មានពីអ្នកស្និទ្ធជាមួយញ៉ាក់ទឹកថាបានបង្ហាញថារដ្ឋាភិបាលមានអារម្មណ៍មិនសប្បាយចិត្តជាមួយនឹងអ្នកស្គាល់គ្នាដែលបានដើរនិយាយមិនល្អពីនាងនិងគ្រួសាររឿងរ៉ាវយ៉ាងណាទៀតនោះញ៉ាក់ទឹកថានៅពុំទាន់បញ្ជាក់ច្បាស់នៅឡើយទេគួររំលឹកផងដែរថាចាប់តាំងពីទូរឿងមិនសប្បាយចិត្តជាមួយតារាចម្រៀងម្នាក់នោះមកកាន់តែធ្វើឲ្យញ៉ាក់ទឹកថាល្បីល្បាញឡើងវិញជាពិសេសនាងកាន់តែមានឱកាសការងារច្រើនច្រៀងកាន់តែច្រើនជាពិសេសចាប់តាំងពីនាងវះកាត់បដូរក្នុងជ្រមុំថ្មីនិងពង្រីកដើមទ្រូងបន្ថែមបានធ្វើឲ្យយីអូននាងឡើងខ្ពស់ត្រដែតជាមួយនឹងរូបសម្រស់ដ៏ស្រស់សោភា